안녕하세요, 여러분. 반장 아따바트 모이សំណួរ2ចង់យើងមើលសំណួរលេខ1មុន Kyoke ត្រកខលម៉ាឡូខាចាំងអាលម៉ាជឿនកោសឺខូរស៊ីផ្សៀវបាទសូមជ្រើសរើសបាទពាក្យសម្ដីដែលត្រឹមត្រូវជាងគេដាក់ចូលទៅកន្លែង Kyok ណាបាទ Kyok ដែលយើងត្រូវបំពេញ 1번 받을 수 있습니다.អាចទទួល 2번 예약 할 수 있습니다.អាចកក់ 3번 빌릴 수 있습니다.អាចខ្ចី 4번 이용할 수 있습니다.អាចប្រើប្រាស់ 2번 무엇에 대한 이야기인지 고르십시오. សូមជ្រើសរើសថាតើគេនិយាយអំពីអ្វី 1번 1리0 전파의 이용 시간 បាទរយៈពេលប្រើប្រាស់នៃទូរស័ព្ទ120ណា 2번 1리0 전파의 서비스 내용 ខ្លឹមសារសេវាកម្មនៃទូរស័ព្ទ120ណា 3번 택시와 기차의 예약 방법 វិធីកក់បាទរថភ្លើងតាក់ស៊ីហើយនឹងរថភ្លើងណាបាទ 4번 한국에서 관광하기 좋은 장소 បាទទីកន្លែងដែលល្អសម្រាប់ដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េណាបាទអញ្ចឹងយើងមើលអត្ថបទទាំងអស់គ្នា 110 전파는 편리합니다 បាទលេខទូរស័ព្ទ120ហ្នឹងគឺមានភាពងាយស្រួល E 전파는 외국인도 បាទគៀបយើងត្រូវបំពេញបាទលេខទូរស័ព្ទនេះបាទជនបរទេសផងដែរបាទធ្វើអីគេ 호텔을 예약하고 싶은 외국인은 여기에 전화하면 됩니다 ជនបរទេសបាទដែលចង់កក់សន្តាគារគឺបាទដោយគ្រាន់តែ call ទៅលេខហ្នឹងគឺជាការស្រេចណាបាទ 택시나 기차 예약도 도와줍니다 បាទវាក៏ជួយកក់បាទតាក់ស៊ីហើយនឹងរថភ្លើងឲ្យផងដែរ 또한 외국어로 관광 안내도 받을 수 있습니다 បាទហើយយើងក៏អាចទទួលបានការណែនាំអំពីបាទកន្លែងទេសអំពីទេសចរណាបាទជាភាសាបរទេសផងដែរណា 110 전파는 24시간 전파를 받습니다 បាទលេខទូរស័ព្ទ120ហ្នឹងគឺយើងអាច call ចូលបានបាទរយៈពេល24ម៉ោងណាបាទមានថា24ម៉ោងលើ24ម៉ោងពេញមួយថ្ងៃណាបាទអញ្ចឹងយើងមើលចម្លើយលេខប៉ុន្មានដែរសូម comment ចម្លើយខាងក្រោម